ในคลาสได้กำปงแต่เนเรียนให้กำปงปราปรากิจฮับได้เอาดังคล้วนถากิจฮับบานพดอนในระบบฟรีมาจำนวนมาการยืงจังแต่ตากิจฮับบานพดอนระบบฟรีกี่คลาสให้ยืนเตอร์เคลมโยแบบไม่ยำหนึ่งไปให้ในตัวนี้ในขนมวิดีโอนี้จังแต่ตอนอยู่มวยหนึ่งระบบฟรีได้กิจฮับพดอนเอาดูเชียเซิร์ฟเวอร์มีในไทยยืงไอติงในเซิร์ฟเวอร์ดำไปโฮสติ้งเว็บไซต์ไปยืงในขนมดิจิทัลโอเชียนบ้านโดยฟรีได้เปอร์เซ็นต์ยืงจำนายลุยคือจำนายลุยรอบ$10ไอท่า$20ក្នុងមួយខែហើយតកតងជាមួយនឹង domain name ក៏ដូចគ្នាបើសិនជាយើងទិញអាចតែចំណាយ$20រៀលនៅក្នុងមួយឆ្នាំប៉ុន្តែយើងអាចប្រើនៅ GitHub Education នេះដើម្បី claim យកបានដោយ free អត់មានចំណាយអីតែមួយរៀលទេអញ្ចឹងតកតងជាមួយនឹងការធ្វើខ្ញុំនឹងបង្ហាញអ្នកគ្នានៅក្នុងពេលបន្តិចទៀតនេះថាតើគេធ្វើបែបម៉េចអូខេអញ្ចឹងដើម្បីទទួលបាននៅ benefit របស់ GitHub Education មួយហ្នឹងគឺយើងត្រូវមាននៅ email របស់សាលាមួយសិនដើម្បី claim យកនៅ GitHub Education មួយហ្នឹងអូខេអញ្ចឹងយើងចូលមកកាន់ GitHub account របស់យើងមកហើយយើងចុចពាក្យថា setting អូខេអញ្ចឹងយើងចូលមកកាន់ពាក្យ building and licensing អូខេបន្ទាប់មកយើងអូសមកក្រោមរកពាក្យ education benefitអូខេអញ្ចឹងនេះតកតងជាមួយនឹង education benefit គ្នាយើងអាចចូលមកគ្នាយើង submit នៅតកតងជាមួយនឹង ID card របស់សាលារបស់យើងក៏ដូចជាអីមួយរបស់សាលាដែលយើងអាចសម្គាល់បានថាយើងជាសិស្សអញ្ចឹងយើងអាច submit ទៅហើយយើងធ្វើការរងចាំរយៈពេល3ថ្ងៃទៅគឺវានឹងធ្វើការ review មើលបើសិនជា review success គ្នាយើងនឹងឃើញលក្ខណៈបែបហ្នឹងអញ្ចឹងយើងអាចទៅចូលមើលពី benefit មួយចំនួនដែលគេផ្ដល់ឲ្យបានអញ្ចឹងយើងចុច click here នេះមកយើងនឹងទៅមើលថាតើគេផ្ដល់ឲ្យគេខ្លះចឹងគេផ្ដល់ច្រើនមែនតើនេះតកតងជាមួយនឹង Copilot តកតងជាមួយនឹងការរៀនអីមួយនៅក្នុងនឹង free ជាពិសេសនេះគឺយើងអាចចូលមកក្រោមទៀតមកគឺ Digital Ocean free ឲ្យចំនួន$200ហើយតកតងមួយ domain អីមកកណោគឺយើងអាចធ្វើការប្រើប្រាស់តកតងជាមួយនឹងរបស់ free នឹងបានជាពិសេសគឺតកតងជាមួយនឹង JBrand គឺយើងអាចប្រើនៅតកតងមួយ ID របស់ JBrand free ដែលយល់ទៅបើសិនជាយើងទិញ license អាចអស់លុយច្រើនអញ្ចឹងអាចប្រើរបស់ free នៅក្នុងនោះបានអញ្ចឹងបើសិនជាមានបញ្ហាមួយគ្នាយើងចង់ឲ្យខ្ញុំជួយដោះស្រាយអាច contact មកកាន់ Telegram របស់ខ្ញុំបានខ្ញុំនឹងជួយដោះស្រាយនៅដល់គ្នាអូខេអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេ